ករណីគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងខ្ទេចនិងរថយន្តចំនួន3គ្រឿងនៅខណ្ឌព្រះខ្នងទីក្រុងបាងកកប្រទេសថៃបាទនេះគឺជាគ្រោះអគ្គិភ័យដែលបានកើតឡើងនៅថ្ងៃទី18ខែធ្នូឆ្នាំ2025ហើយនេះគឺជាករណីដែលខ្ញុំអាប់ដេតពីខាងប្រទេសថៃតាក់ទងទៅនឹងគ្រោះអគ្គិភ័យបាទគឺឆេះផ្ទះមួយខ្នងខ្ទេចនិងរថយន្តនៅក្នុងនោះ3គ្រឿងផងដែរម្សិលមិញបាទថ្ងៃទី18ពេលព្រឹកហ្នឹងគឺមានករណីរថយន្តមួយគ្រឿងបើបុកបាក់ស្ពានបណ្ដាលឲ្យមនុស្សម្នាក់នៅក្នុងនឹងជាប់ហើយនឹង3នាក់ទៀតបានរងរបួសនេះគឺជាគ្រោះមហន្តរាយមួយបន្ទាប់ពីប្រទេសសៀមនឹងបានធ្វើការឈ្លានពានមកលើទឹកដីកម្ពុជាមិនមែនរឿងតែប៉ុណ្្នឹងទេបាទគឺមានរឿងជាច្រើនទៀតថ្ងៃនេះដូចជាមានទឹកឡើងខ្លាំងបណ្ដាលឲ្យលិចមួយចំនួនបាទខែនេះគឺនៅលិចទៀតបាទហើយឥឡូវយើងចូលទៅដល់សេចក្តីរាយការណ៍ពីខ្ញុំបាទដូចតទៅនេះនៅថ្ងៃទី18ខែធ្នូឆ្នាំ2025មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងខ្ទេចនិងរថយន្ត3គ្រឿងនៅក្នុងនោះផងដែរចំពោះទីតាំងកើតហេតុខាងលើគឺនៅលើផ្លូវឌឿងហែមសង្កាត់បាងឆេកខណ្ឌព្រះខ្នងទីក្រុងបាងកកហើយផ្ទះដែលឆាបឆេះហ្នឹងគឺផ្ទះមួយខ្នងធំហើយក្នុងនោះក៏មានឡាន3គ្រឿងបាទគឺឆេះខ្ទេចតែម្ដងឥឡូវយើងចូលដល់សេចក្តីរាយការណ៍សង្ខេបដូចតទៅនេះនៅវេលាម៉ោង 22:10 នាទីយប់ថ្ងៃទី18ខែធ្នូឆ្នាំ2025មជ្ឈមណ្ឌលវិទ្យុរាមា119បានទទួលសេចក្តីរាយការណ៍អំពីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាមៗនោះកម្លាំងពលរដ្ឋអគ្គិភ័យនិងសង្គ្រោះបន្ទាន់នៃស្ថានីយ៍វិទ្យុព្រះខ្នងរួមជាមួយនឹងក្រុមការងារសង្គ្រោះបន្ទាន់រាជធានីនិងអ្នកស្ម័គ្រចិត្តជាច្រើនអង្គភាពបានចុះទៅដល់កន្លែងកើតហេតុចំពោះសកម្មភាពអន្តរាគមន៍និងការគ្រប់គ្រងស្ថានភាពភ្លើងឆេះនៅម៉ោង 22:16 នាទីមន្ត្រីពលរដ្ឋអគ្គិភ័យបានទៅដល់កន្លែងកើតហេតុហើយបានរកឃើញថាអគ្គិភ័យកំពុងឆាបឆេះផ្ទះឈើដែលសាងសង់ជាប់ៗគ្នានៅវេលាម៉ោង 22:41 នាទីកម្លាំងជំនាញបានគ្រប់គ្រងភ្លើងអគ្គិភ័យបានបណ្ដោះអាសន្នហើយនៅម៉ោង 22:48 នាទីអគ្គិភ័យត្រូវបានរលត់វិញទាំងស្រុងអញ្ចឹងវាខ្ទង់កន្លះម៉ោងជាងដែរចំពោះទំហំនៃការខូចខាតតាមការត្រួតពិនិត្យបឋមលក្ខណៈនៃដែលផ្ទះជនរងគ្រោះគឺសង់បែបផ្ទះទោល2ជាន់ធ្វើអំពីគ្រោងដែកប្រក់ស័ង្កសីផ្ទះនោះគឺជាដើមចំនៃអគ្គិភ័យដែលបានខូចខាតឆេះទាំងស្រុងប្រហែលជា200ម៉ែត្រការ៉េនិងរាលដាលដល់សម្រាប់ផ្ទះអ្នកជិតខាងបន្តិចបន្តួចតែប៉ុណ្ណោះចំពោះនៅកន្លែងកើតហេតុគឺនៅក្នុងនោះមានរថយន្ត3គ្រឿងគឺត្រូវបានឆេះខូចខាតទាំងស្រុងតែម្ដងតាមសេចក្តីរាយការណ៍គឺមនុស្សមិនមានអ្នករងរបួសឬបាត់បង់ជីវិតក្នុងហេតុការណ៍នោះទេចំពោះការសន្និដ្ឋានបឋមនិងការស៊ើបអង្កេតមូលហេតុដែលការកើតឡើងហ្នឹងគឺមិនមានអ្នករងរបួសចំពោះទំហំនៃការខូចខាតជាទឹកប្រាក់ហ្នឹងគឺមិនទាន់កំណត់បានឡើយទេដោយសារតែផ្ទះដែលជាចំណុចចាប់ផ្ដើមនៃអគ្គិភ័យត្រូវបានឆេះឆាក់ទាំងស្រុងហើយបច្ចុប្បន្នមន្ត្រីនៃស្ថានីយ៍នគរបាលខណ្ឌព្រះខ្នងនឹងកំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតលម្អិតបន្តទៀតបាទនេះគឺជាករណីមួយទៀតហើយដែលកើតឡើងម្សិលមិញក្នុងថ្ងៃដែលកើតហេតុឡានបុកស្ពាននឹងគឺបណ្ដាលឲ្យឆេះនៅផ្ទះធំមួយខ្នងបាទហើយនៅក្នុងនោះក៏មានរថយន្ត3គ្រឿងគឺត្រូវបានខូចខាតឆេះទាំងស្រុងហើយនេះគឺជាករណីថ្មីមួយដែលកើតឡើងនៅឯទីក្រុងបាងកកប្រទេសថៃហើយនេះគឺជាព័ត៌មានដែលខ្ញុំធ្វើការអាប់ដេតនៅថ្ងៃនេះផងដែរទាក់ទងនឹងគ្រោះអគ្គិភ័យអញ្ចឹងបើមានការខុសទោះអីសូមតែខន្តីអភ័យទោសហើយរកការបកប្រែវាតែមានខុសទោះអីចឹងទៅហើយពីខ្ញុំបាទធ្វើ New Official បាទគោរពលាតែត្រឹមហ្នឹង